អ្នកទាំងអស់គ្នាមករៀនធ្វើខគោជាមួយខ្ញុំទាំងអស់គ្នាខ្ញុំនឹងធ្វើខគោនេះប៉ុន្តែខ្ញុំធ្វើរបៀបខ្ញុំនេះគឺខុសប្លែកពីគេបន្តិចខ្ញុំមានគ្រឿងជាច្រើនដែរគ្រឿងខ្ញុំដូចជាគោរខៃខ្ទឹមក្រហមម្ទេសឆារ៉ឺឌីនិងខ្ទឹមសស្លឹកក្រូចម្ទេសនិងសាតេហើយនឹងកាចាន់ហើយនឹងទឹកពីងប៉ោះខ្ញុំប្រើភាគច្រើនខ្ញុំប្រើតែកណ្ដុងនេះទេតែវាមានរសជាតិធ្វើខគោដូចវាត្រូវជាង10ហើយនឹងនេះចឹងណាហើយចំណុចពិសេសរបស់វាគឺខ្ញុំប្រើទឹកអង្ករពេលដែលខ្ញុំងាស់ខ្ញុំអត់ប្រើទឹកសុទ្ធទេគឺខ្ញុំប្រើទឹកអង្ករនិងទឹកកកឬក៏ទឹកដូងក៏បានដែរបងប្អូនអញ្ចឹងបើសិនជាបងប្អូនធ្វើដូចខ្ញុំអញ្ចឹងនឹងរសជាតិចេញមកឆ្ងាញ់ហ្មងអញ្ចឹងខ្ញុំមានប៊ីចេងទឹកត្រីអីតាមដូចបងប្អូនធ្វើម្ហូបដូចម្ដងណាមានម្ទេសឆាផងកុំភ្លេចចាសូមអរគុណហើយខ្ញុំនឹងច្របល់ចូលគ្នាទាំងអស់ហើយយើងអប់វាទុក5-10នាទីខ្ញុំដាក់ទឹកពីងប៉ោះហ្នឹងប្រហែលជាមួយកូនចានចង្កឹះណាបងប្អូនយើងច្របល់ចូលគ្នាអញ្ចឹងហើយយើងដាក់អប់វា5-10នាទីអីទៅចាំយើងយកទៅងាស់យកហ្មងពេលមកងាស់ហ្នឹងយើងចាក់ទឹកអង្ករចូលបន្តិចទៅកុំឲ្យវាខ្លោចអញ្ចឹងយើងមើលបរិមាណរបស់វាទៅភ្លើងអីហ្នឹងណានេះបងប្អូនខ្ញុំបានច្របល់វាហើយអញ្ចឹងរួចពីហ្នឹងខ្ញុំដាក់វា15នាទីសិនទុកវា15នាទីបានខ្ញុំយកវាទៅមកងាស់លើចង្ក្រានចាហើយបើសិនជាបងប្អូនមិនសូវច្បាស់បងប្អូនអាចឆាតមកសួរខ្ញុំបានហើយនឹងមួយទៀតខ្ញុំនឹងសរសេរដែលគ្រឿងដែលខ្ញុំធ្វើសាច់ដែលខ្ញុំធ្វើបរិមាណរបស់វាប្រហែលចាំខ្ញុំសេលម្អិតនៅលើនឹងបន្ថែមទៀតចាសូមអរគុណហើយខ្ញុំនឹងច្របល់ចូលគ្នាទាំងអស់ហើយយើងអប់វាទុក5-10នាទីខ្ញុំដាក់ទឹកពីងប៉ោះហ្នឹងប្រហែលជាមួយកូនចានចង្កឹះណាបងប្អូនយើងច្របល់ចូលគ្នាអញ្ចឹងហើយយើងដាក់អប់វា5-10នាទីអីទៅចាំយើងយកទៅងាស់យកហ្មងពេលមកងាស់ហ្នឹងយើងចាក់ទឹកអង្ករចូលបន្តិចទៅកុំឲ្យវាខ្លោចអញ្ចឹងយើងមើលបរិមាណរបស់វាទៅភ្លើងអីហ្នឹងណា